ស្ដាប់ឧទាហរណ៍ខ្ញុំលេងនឹងយល់អំពីអ្នករកស៊ីហើយជាមួយនឹង API តែគេរកស៊ីជាមួយ API ទាក់ទងជាមួយ API ហ្នឹងមិនខ្ញុំឧទាហរណ៍ថាឥឡូវមានគ្រូទាយមួយហ្នឹងហើយគ្រូ A ហ្នឹងហើយគាត់ចេះទាយហ្នឹងហើយចេះទាយគាត់មានអតិថិជនដើម្បីមកទាយគាត់ច្រើនអញ្ចឹងរបៀបគាត់ទាយហ្នឹងគឺគាត់ចេះហើយក្បួនច្បាប់នៃការទាយរបស់គាត់ហ្នឹងហើយត្រូវការយកបាតដៃថ្ងៃខែឆ្នាំកំណើតអីចឹងណាគាត់ចេះទាយហើយបន្ទាប់មកគាត់សង្កេតឃើញថាអតិថិជនគាត់ច្រើនមែនទែនគឺគាត់ទាយសឹងមិនតាន់ទេម្ដងមួយគាត់មានកំណត់ថាទៅបង្កើត system មួយហ្នឹងហើយអញ្ចឹងគាត់ដាក់នៅច្បាប់ក្បួនទាយអីរបស់គាត់ហ្នឹងនៅក្នុង system ហ្នឹងឲ្យវាចេះដំណើរការអូតូម៉ាទិកហ្មងហ្នឹងហើយដាក់តែបាតដៃដាក់តែគោលបំណងដាក់តែថ្ងៃខែឆ្នាំកំណើតឬក៏ព័ត៌មានអីថែមទៀតទៅប្រព័ន្ធហ្នឹងគឺវាចេះឆ្លើយហាក់ប្រហែលឬក៏គាត់អាចទទួលយកបានដូចអ្វីដែលគាត់ទាយអីគេចឹងហ្នឹងហើយអញ្ចឹងគាត់ដល់ពេលគាត់បង្កើតប្រព័ន្ធមួយហ្នឹងទៅឥឡូវយើងដាក់ឈ្មោះប្រព័ន្ធថាប្រព័ន្ធទាយអញ្ចឹងទៅហ្នឹងហើយពេលដែលគាត់មានប្រព័ន្ធហ្នឹងហើយគាត់សម្រួលការងារគាត់បានច្រើនមែនទែនហ្នឹងហើយគាត់ទាយតន់ចូលអ្នកមកទាយប្រហែល100អ្នកប្រហែល1000អ្នកក៏នៅតែគាត់ទាយតន់ដែរហ្នឹងហើយអញ្ចឹងជួយការងារគាត់ច្រើនមែនទែនស្រាប់តែមានមួយទៀតហ្នឹងហើយអញ្ចឹងវាអត់តន់ដល់ API ណាបងប្អូនគ្រាន់តែគាត់ចាប់ផ្ដើមចូលខ្លួនមកប្រើ system នៅដាក់ការងារ manual ដាក់ការងារធ្វើដោយផ្ទាល់ទៅក្នុង system ជួយបន្ទាប់ពីគាត់ដាក់ចូលក្នុង system ជួយហើយស្រាប់តែទីផ្សារនៃការទាយហ្នឹងមានគ្រូមួយទៀតឈ្មោះគ្រូ B គាត់ចង់បើកមុខរបរទាយនឹងដែរក៏ប៉ុន្តែគាត់មិនប្រកែទាយទេហ្នឹងហើយអញ្ចឹងគាត់មើលឃើញថាឥឡូវប្រព័ន្ធរបស់គ្រូ A ហ្នឹងចេះទាយគាត់ក៏ចង់បង្កើត platform មួយសម្រាប់ឲ្យគេចូលទៅទាយដែរអញ្ចឹងហើយបើគាត់អត់មានជំនាញទាយហ្នឹងហើយគាត់ត្រូវធ្វើម៉េចហ្នឹងហើយអញ្ចឹងគឺកន្លែងហ្នឹងគឺកន្លែងដល់កន្លែង API ហើយគាត់ក៏បានទៅនិយាយជាមួយគ្រូ A ទៅហ្នឹងហើយឲ្យជួយបើកជាសេវាកម្ម API ដើម្បីឲ្យគាត់បើកភ្ជាប់មកដាក់នៅលើ platform ទាយរបស់គាត់មួយទៀតនេះហ្នឹងហើយដល់ពេលគ្រូ A គាត់បើកឲ្យហ្នឹងគាត់មិនត្រូវគិតថ្លៃសេវាកម្មដែរហ្នឹងហើយអញ្ចឹងឥឡូវគេនិយាយគ្នាឥឡូវបើគ្រូ B ឯងចង់បើកពេលដែលគេទាយម្ដងឲ្យខ្ញុំប្រហែលភាគរយចឹងមកហ្នឹងហើយអាហ្នឹងគឺគេរកស៊ីគេចែកគ្នាអញ្ចឹងទៅហ្នឹងកន្លែងហ្នឹង API គឺវាបែបអញ្ចឹងហើយទៅលើសេវាកម្មផ្សេងអញ្ចឹងទៅអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទៅថាសេវាកម្មទាយហ្នឹងណាហើយលើឧទាហរណ៍ហ្នឹងរៀងប្លែកប្រហែលជាអ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍អញ្ចឹងសម្រាប់អ្នករកស៊ីពេលខ្លះមិនចាំបាច់តែត្រូវតែរបស់ខ្លះត្រូវបង្កើតខ្លួនឯងទេហ្នឹងហើយគ្រាន់តែគេដឹងពីវិធីទៅរកវាហើយទៅចរចាហ្នឹងគេអាចភ្ជាប់យកមករកស៊ីបានហើយដោយគ្រូ B គាត់ធ្វើអញ្ចឹងណាហ្នឹងហើយសង្ឃឹមថាអ្នកនរគ្នាអាចយល់ថាអ្នករកស៊ីជាមួយនឹងពាក់ព័ន្ធជាមួយនឹង API ហ្នឹងគេធ្វើបែបម៉េចអញ្ចឹងដល់ពេលថ្ងៃក្រោយទៅនៅលើ platform របស់គ្រូ B ហ្នឹងហើយមានគ្រូ C គ្រូ D អីចឹងទៀតទៅអាចធ្វើលំនាំដូចគ្នាចឹងទៅដល់ពេលគេប្រើAPI ប្រើសេវាកម្មរបស់គាត់រហូតទៅគ្រូ A ហ្នឹងប្រហែលជាគាត់មិនបាច់ចាំខ្វល់អំពី platform របស់គាត់ក៏បានដែរគាត់ទំហែទាំតែ API របស់គាត់ទៅអាហ្នឹងក៏គាត់អាចរស់បានដែរហ្នឹងហើយនៅក្នុង business ហ្នឹងឃើញអត់អញ្ចឹងក្រៅពីសេវាកម្មទាយហ្នឹងគឺមានកន្លងមកគឺមានច្រើនហើយគេបើកជា API ហ្នឹងហើយឲ្យតែអ្វីដែលអាចបើកឲ្យគេប្រើបានអាហ្នឹងគេបើកជា API ហើយហ្នឹងហើយអញ្ចឹងពេលយើងឃើញរឿងអីមួយសេវាកម្មអីមួយយើងបើអ្នករកស៊ីគឺគេគិតទៅដល់កន្លែង API មួយទៀត